គោចាស់មួយក្បាលបានផឹកទឹកនៅក្នុងស្រះអស់គ្មានសល់ហើយបន្ទាប់ពីផឹកឆ្អែតវាក៏បានស៊ីស្មៅអស់មួយផោនទៀតបន្ទាប់ពីស៊ីឆ្អែតឆ្អន់ហើយវាក៏ដេកនៅលើគំនរស្មៅហើយប្រែខ្លួនទៅមកគេងមិនលក់ក្នុងចិត្តរបស់វាមានគំនិតចង់រត់ចេញពីកសិដ្ឋានឥតឈប់ឈរព្រោះវាបានធ្វើការយ៉ាងលំបាកសម្រាប់កសិករពេញមួយជីវិតទៅហើយឥឡូវនេះដល់ពេលដែលវាត្រូវចូលនិវត្តន៍ហើយវាគ្មានស្ទាក់ស្ទើរអ្វីទៀតឡើយហើយក៏បានរត់គេចខ្លួនពីកសិដ្ឋានរបស់វាធ្វើការអស់រយៈពេលជាង10ឆ្នាំមកហើយក្នុងពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងក្នុងអំឡុងពេលដែលធ្វើដំណើរវាក៏បានជួបជាមួយនឹងសត្វចៀមមួយក្បាលចៀមនោះបាននិយាយថាវាបានផ្ដល់រោមចៀមនិងទឹកដោះចៀមដល់ម្ចាស់របស់វាពេញមួយជីវិតប៉ុន្តែនៅពេលដែលវាចាស់ទៅម្ចាស់របស់វាបែរជាចង់ស៊ីសាច់របស់វាទៅវិញវាមិនព្រមទទួលយកជោគវាសនាបែបនេះនោះទេហើយក៏បានសម្រេចចិត្តរត់គេចខ្លួនជោគវាសនារបស់សត្វទាំងពីរនេះគឺស្រដៀងគ្នាខ្លាំងណាស់ហើយពួកវាក៏បានព្រមព្រៀងគ្នាស្វែងរកកន្លែងថ្មីដើម្បីចំណាយជីវិតរស់នៅពេលចូលនិវត្តន៍នៅតាមផ្លូវពួកគេក៏បានជួបនឹងចោរព្យុះដ៏ខ្លាំងមួយប្រហែលដោយសារតែទេវតាជួយខ្យល់ក៏បានបក់គោចាស់នោះឲ្យធ្លាក់ពីលើភ្នំហើយបុកជាមួយនឹងជ្រូកព្រៃមួយក្បាលដែលកំពុងតែជីករណ្ដៅគោចាស់បានសួរទៅកាន់ជ្រូកព្រៃថាហេតុអ្វីបានជាវាធ្វើបែបនេះជ្រូកព្រៃបាននិយាយថាវាកំពុងតែត្រូវបានព្រានព្រៃតាមប្រមាញ់ដើម្បីការពារជីវិតវាត្រូវតែជីករណ្ដៅដើម្បីលាក់ខ្លួនជាមបាននិយាយថាដរាបពួកយើងនៅតែរស់នៅក្នុងព្រៃនេះពួកវានៅទីនេះគ្មានសុវត្ថិភាពឡើយដូច្នេះពួកគេក៏ទៅរកកន្លែងថ្មីដើម្បីរស់នៅជ្រូកព្រៃបានឮហើយគិតថាវាសមហេតុផលក៏បានធ្វើដំណើរជាមួយនឹងពួកគេបានដើរឆ្លងកាត់រដូវស្លឹកឈើជ្រុះនិងឈានចូលដល់ដើមរដូវរងាមិនយូរប៉ុន្មានពួកគេក៏បានរកឃើញមេមាន់មួយក្បាលដែលជិតស្លាប់ដោយសារភាពត្រជាក់នៅក្រោមដើមឈើមួយមេមាន់នោះបាននិយាយថាវាបានពងពេញមួយជីវិតសម្រាប់ម្ចាស់របស់វាប៉ុន្តែនៅទីបញ្ចប់ម្ចាស់របស់វាបែរជាចង់ស៊ីសាច់របស់វាទៅវិញដូច្នេះវាក៏បានរត់គេចខ្លួនចេញមកសត្វទាំង3ក៏បានបញ្ចុះបញ្ចូលឲ្យទៅជាមួយគ្នាដើម្បីបានគ្នាធ្វើដំណើរនៅតាមផ្លូវដូច្នេះហើយមេមាន់ក៏បានធ្វើដំណើរទៅជាមួយនឹងពួកគេនៅពេលដែលពួកគេឈានចូលដល់រដូវរងាដ៏ជ្រៅអាកាសធាតុមានព្យុះព្រិលឥតឈប់ឈរហើយវាក៏ពិបាកសម្រាប់ពួកគេក្នុងការធ្វើដំណើរបន្តទៅមុខទៀតលើកលែងតែគោចាស់សត្វដែលនៅសេសសល់បានជ្រើសរើសឈប់សម្រាកហើយរងចាំរហូតដល់ព្យុះព្រិលឈប់ទៅបន្តដំណើរទៅមុខទៀតនៅទីបញ្ចប់មានតែគោចាស់ប៉ុណ្ណោះដែលជ្រើសរើសបន្តដំណើរទៅមុខតែម្នាក់ឯងវាមានសំណាងល្អហើយក៏បានរកឃើញខ្ទមឈើតូចមួយដែលត្រូវបានគេបោះបង់ចោលហើយក៏បានរស់នៅទីនោះដោយសុខសាន្តមិនយូរប៉ុន្មានឈាមក៏បានរកឃើញកន្លែងនោះគោក៏បានអនុញ្ញាតឲ្យវារស់នៅជាមួយគ្នាបន្ទាប់មកជ្រូកព្រៃនិងមេមាន់ក៏បានមកដល់ហើយក៏បានរស់នៅជាមួយគ្នាផងដែរផ្ទះដែលធ្លាប់តែស្ងាត់ជ្រងំក៏បានប្រែក្លាយទៅជារស់រវើកឡើងវិញប៉ុន្តែកញ្ជ្រោងមួយក្បាលក៏បានចាប់អារម្មណ៍នឹងមេមាន់នៅក្នុងផ្ទះនោះគ្រាន់តែពេលដែលវាកំពុងតែត្រៀមវាយប្រហារជ្រូកព្រៃក៏បានបើកទ្វារហើយបុកកញ្ជ្រោងនោះខ្ទាតចេញទៅខាងក្រៅដោយមិនបានបោះបង់គំនិតអាក្រក់កញ្ជ្រោងក៏បានទៅរកឆ្កែចចកចាស់ហើយចង់ឲ្យវារួមដៃជាមួយគ្នាដើម្បីចាប់មេមាន់នៅក្នុងផ្ទះនោះនៅពេលដែលឆ្កែចចកបានឮថាមានជ្រូកព្រៃនិងគោចាស់នៅក្នុងផ្ទះនោះវាដឹងថាមិនអាចជោគជ័យបាននោះទេប្រសិនបើមានពួកគេទាំងពីរនាក់ដូច្នេះហើយវាក៏បានទៅរកខ្លាឃ្មុំហើយបញ្ចុះបញ្ចូលឲ្យចាប់សត្វនៅក្នុងផ្ទះនោះដើម្បីបានឆ្អែតឆ្អន់ខ្លាឃ្មុំត្រូវតែបញ្ចុះបញ្ចូលដោយភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរនាក់ហើយក៏បានមកដល់មុខផ្ទះនៅពេលយប់ដើម្បីត្រៀមវាយប្រហារអ្នកណាដឹងថានៅពេលដែលវាទើបតែបើកទ្វារចូលគោចាស់និងជ្រូកព្រៃបានរៀបចំបន្ទាក់រួចជាស្រេចគោចាស់ក៏បានយកពាងគ្របក្បាលខ្លាឃ្មុំហើយជ្រូកព្រៃក៏បានវាយប្រហារគូរបស់វាយ៉ាងខ្លាំងនៅពេលនោះឈាមក៏បានចូលរួមវាយប្រហារផងដែរកញ្ជ្រោងនិងឆ្កែចចកដែលនៅខាងក្រៅផ្ទះបានឃើញថាស្ថានភាពមិនល្អក៏បានសម្រេចចិត្តបោះបង់ខ្លាឃ្មុំហើយរត់គេចខ្លួននៅទីបញ្ចប់គោចាស់ក៏បានប្រើស្នែងរបស់វាចាក់ខ្លាឃ្មុំយ៉ាងខ្លាំងហើយខ្លាឃ្មុំក៏ត្រូវបានបុកខ្ទាតចេញពីផ្ទះមេរៀនលើកនេះបានធ្វើឲ្យសត្វទាំង3មិនហ៊ានចូលចិត្តផ្ទះនោះទៀតនោះទេហើយពួកគេក៏បានរស់នៅដោយសុខសាន្តក្នុងជីវិតចូលនិវត្តន៍របស់ពួកគេ